ខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាសារណគមពោលគឺជាទីពឹងទីរលឹកដ៏ខ្ពង់ខ្ពស់បំផុតនិងកោតក្រែងបំផុតនៃខ្ញុំព្រះករុណាក៏ដូចជានៃពុទ្ធបរិស័ទដទៃទាំងឡាយខ្ញុំបាទសូមគោរពជម្រាបសួរម្ដាយរបស់ខ្ញុំបាទនិងសូមគោរពជម្រាបសួរដល់លោកឪពុកអ្នកម្ដាយទាំងឡាយដល់លោកតាលោកយាយអ៊ំប្រុសអ៊ំស្រីលោកពូអ្នកមីងបងប្រុសបងស្រីនិងសួស្តីបងប្អូនទាំងឡាយដែលកំពុងតាមដានស្ដាប់កម្មវិធីសុភមង្គលគ្រួសារនៅក្នុងកម្មវិធីសុភមង្គលគ្រួសារចុងសប្តាហ៍នេះគឺត្រូវជាថ្ងៃសៅរ៍នេះតែងលើកយកនៅមេរៀនមួយផ្សេងឬក៏ប្រធានបទមួយដែលឡែកខុសអំពីថ្ងៃច័ន្ទខុសអំពីមេរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមេរៀនសម្រាប់ចុងសប្តាហ៍គឺថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះគឺជាមេរៀនស្ដីអំពីអ្នកធ្វើការល្អអ្នកធ្វើការងារល្អពិតដោយលើកយកនៅព្រះពុទ្ធឱវាទមកជូនលោកអ្នកត្រេះរិះពិចារណាដោយមានការបញ្ចូលនៅគំនិតយោបល់បទពិសោធន៍របស់ខ្ញុំបាទផ្ទាល់ដើម្បីវែងញែកនៅព្រះពុទ្ធឱវាទនៅធម៌ទាំងឡាយដែលព្រះសម្មាសម្ពុទ្ធបានទូន្មានមកជូនលោកអ្នកត្រេះរិះបើពុំបានត្រេះរិះពិចារណាអំពីព្រះពុទ្ធឱវាទទេខ្ញុំបាទយល់ឃើញថាអ្នកធ្វើការងារទាំងឡាយរមែងជាអ្នកធ្វើការងារដែលប្រកបដោយសេចក្តីប្រហែសប្រកបទៅដោយសេចក្តីប្រមាទម្ដេចទៅបានជាខ្ញុំបាទថាប្រហែសឬក៏ប្រមាទយ៉ាងដូច្នោះពាក្យថាប្រហែសឬក៏ប្រមាទពីព្រោះលោកអ្នកបានចំណាយពេលវេលាក្នុងជីវិតដ៏ច្រើនពេលវេលាមួយជីវិតឬក៏សឹងតែមួយជីវិតនេះធ្វើការងារដែលឥតខ្លឹមសារជាការងារដែលពុំបានប្រយោជន៍ដោយត្រង់ប្រយោជន៍ដោយចំមកដល់ខ្លួនឯងឬក៏ជូនទៅដល់បុគ្គលជាទីគោរពស្រឡាញ់របស់ខ្លួនដោយពិតទេព្រោះតែការខ្វះការពុំមាននៅចំណេះដឹងក្នុងព្រះពុទ្ធសាសនាក៏ដូចជាចំណេះដឹងដែលព្រះសម្មាសម្ពុទ្ធបានទូន្មានរមែងមាននៅមច្ឆាទិដ្ឋិគឺការយល់ខុសរមែងវង្វេងយកខ្មៅធ្វើជាសយកអាក្រក់ធ្វើជាល្អឲ្យតែខ្លួនបានប្រយោជន៍និងប្រើគ្រប់មធ្យោបាយទោះបីជាអ្នកដទៃអន្តរាយវិនាសដោយសារខ្លួនដោយសារការងាររបស់ខ្លួនក៏មិនសំខាន់ក៏មិនខ្វល់ឲ្យតែខ្លួននឹងបានចំណេញបានប្រយោជន៍ច្រើនបានរីកចម្រើនបានយុះបុណ្យស័ក្តិឡើងឋានៈឬក៏បានចំណូលច្រើនមិនសំខាន់មិនខ្វល់ចំពោះការប៉ះពាល់ដល់អ្នកដទៃនោះទេជាសូម្បីតែឪពុកម្ដាយសូម្បីតែសាច់ញាតិខ្លួនឯងដែលរងផលប៉ះពាល់ក៏មិនខ្វល់ដែរនឹងដោយសារតែពុំមានចំណេះដឹងត្រូវនាំឲ្យវង្វេងទៅនឹងលៀបសក្ការៈវង្វេងទៅនឹងការចង់បានយុះស័ក្តិបុណ្យស័ក្តិ
អ្នកដែលមានទ្រព្យសម្បត្តិតែងតែប្រាថ្នាបាននៅយុះទៀតអ្នកដែលមានយុះឋានៈទួនាទីរមែងប្រាថ្នាបានទ្រព្យសម្បត្តិហើយទាំងអស់នេះដែលបានមកពុំដោយធម៌ហ្នឹងគឺក៏ខ្ញុំបាទឧស្សាហ៍ឬមនុស្សមួយចំនួនមានប្រសាសន៍អំពីបានដោយធម៌រកបានដោយធម៌រក្សាដោយធម៌គឺសូមជូនយោបល់និងជូនជាការត្រេះរិះពិចារណាថានៅក្នុងន័យបានមកដោយធម៌បើសិនជាបុគ្គលនោះមនុស្សនោះពុំបានរក្សាសិលដោយមើងម៉ាត់ម៉ត់ចត់ទ្រព្យសម្បត្តិដែលបានមកមិនឈ្មោះថាជាទ្រព្យដែលបានមកដោយធម៌ទេក៏ខ្ញុំបាទមិនបដិសេធថាពុំមានសេចក្តីល្អសោះនោះដែរគ្រាន់តែថាការរកទ្រព្យដែលខ្លួនមិនជាបុគ្គលតាំងចិត្តជាអ្នកស្អាតដោយកាយដោយវាចាដោយចិត្តទេរមែងជាបុគ្គលដែលពព្រោះពពាលមានន័យថាជាមនុស្សល្អក់កកមាននៅចេតនាមិនល្អបានប្រយោជន៍មកដោយការបៀតបៀនអ្នកដទៃដោយការចងកំហឹងជាមួយអ្នកដទៃជីវិតរស់នៅក្នុងកាមគុណប្រាថ្នាប្រព្រឹត្តតែកាមហើយកាលណាខ្វះនៅចំណេះដឹងក្នុងព្រះពុទ្ធឱវាទមិនយល់ទេមិនយល់ថាខ្លួនកំពុងរស់នៅក្នុងសភាពដែលស្មោកគ្រោកនោះឡើយមិនខុសអំពីសត្វមមាញដែលតែងតែចូលចិត្តប្រឡែងលេងជាមួយនឹងភ្លើងមិនដឹងថាភ្លើងនេះគឺជាប្រភពនៃគ្រោះថ្នាក់ហើយក៏គិតថាខ្លួនឯងនឹងអស្ចារ្យនេះចំពោះមនុស្សទូទៅដែលពុំមាននៅចំណេះក្នុងព្រះពុទ្ធឱវាទទោះបីជាខ្ញុំបាទជម្រាបបន្តិចបន្តួចប៉ុណ្ណេះក៏មិនអាចគ្រប់គ្រាន់សម្រាប់លោកអ្នកបានជ្រាបនិងដោះស្រាយនៅការវង្វេងរបស់ខ្លួនបានដែរទាល់តែសិក្សាឲ្យបានច្រើនអំពីព្រះពុទ្ធឱវាទទើបបានតក់ស្លុតបានមើលឃើញនៅទង្វើខុសឆ្គងដ៏ពិតរបស់ខ្លួនឃើញនៅសច្ចៈដែលពិតមិនមែនសច្ចៈនៅបបោមាត់របស់មនុស្សចាំតែថាឬក៏តាមតែចិត្តនឹកចង់ថានោះទេគឺជាសច្ចៈដែលមិនប្រែប្រួលមិនថាសម័យកាលបែបណាក៏ដោយគ្រប់សច្ចៈដែលព្រះសម្មាសម្ពុទ្ធបានបដិបត្តិហើយបានរកឃើញហើយបានទូមានហើយគឺសុទ្ធតែមិនប្រែប្រួលគ្រប់សម័យកាលទាំងអស់នៃបន្តិចបន្តួចនេះគ្រាន់តែសម្ដែងដោយចេតនាចង់រំលឹកលោកអ្នកឲ្យទោះបីជាលោកអ្នកកំពុងប្រកបរបរបែបណាក៏ដោយក៏សូមឲ្យរលឹកទៅដល់ថាត្រូវសិក្សាអំពីព្រះពុទ្ធឱវាទបន្ថែមឲ្យបានច្រើនទៅទៀតដើម្បីកាត់បន្ថយហើយសូមឲ្យលោកអ្នកជ្រាបថាមិនមែនសិក្សាអំពីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគឺទៅជាអ្នកក្រដោយដែលលោកអ្នកមួយចំនួនបានពោលដោយឃើញគ្រួសារខ្មែរមួយចំនួនគាត់ជាអ្នករក្សាសិលគាត់កាន់ព្រះពុទ្ធសាសនាហើយមានពាក្យជាច្រើនផងគេបន្តគ្នាថាអ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគឺក្រនោះគឺជាពាក្យខុសស្រឡះនៅក្នុងព្រះពុទ្ធឱវាទគ្រាន់តែរក្សាសិល5មួយហ្នឹងគឺคล้ายទៅជាអ្នកមានคล้ายទៅជាអ្នកសុខរកសេចក្តីសុខឃើញបាត់ទៅហើយ
បញ្ហាចោតនៅត្រង់ថាតើអ្នកដែលជាពុទ្ធបរិស័ទឬក៏ជាលោកតាលោកយាយបងប្រុសបងស្រីប្អូនប្រុសប្អូនស្រីលោកពូអ្នកមីងទាំងឡាយនោះតើគាត់ជាអ្នករក្សាសិលពិតឬមួយក៏សិលផ្លំបើគាត់រក្សាសិលពិតរមែងបានអានិសង្ឃព្រះសម្មាសម្ពុទ្ធក៏បានសម្ដែងអានិសង្ឃ5ហើយនៅក្នុងអានិសង្ឃ5មានអានិសង្ឃ1ក្នុង5នោះគឺសម្ដែងថាជាអ្នកបរិបូរដោយភោគសម្បត្តិបរិបូរដោយទ្រព្យចំពោះអ្នករក្សាសិល5បានល្អព្រោះទី1ជាអ្នកមិនសម្លាប់អ្នកមិនសម្លាប់នឹងឈ្មោះថាជាអ្នកមិនបៀតបៀនអ្នកដទៃមិនព្យាបាទអ្នកដទៃហើយការរស់នៅក្នុងសង្គមមនុស្សកាលណាមនុស្សណាមិនបៀតបៀនមិនព្យាបាទអ្នកដទៃរមែងបានការគោរពស្រឡាញ់បានការគាំទ្រការឧបត្ថម្ភការជួយជ្រោមជ្រែងជាដើមច្រើនណាស់ប្រយោជន៍បានមកអំពីការមានការវាចាកនៅសិក្ខាបទទី1នៃសិល5អញ្ចឹងដល់ពេលទី2នោះគឺសម្មាអាជីវៈវាចាកនៅការកាន់យកទ្រព្យដែលជារបស់គេឬក៏ប្រាថ្នាចង់បានទ្រព្យរបស់គេគឺសុទ្ធតែមានទោសសុទ្ធតែខុសហើយព្រះពុទ្ធទូន្មានឲ្យវាចាកនៅសិក្ខាបទទី2នេះដោយមាននៅសម្មាអាជីវៈគឺការចិញ្ចឹមជីវិតត្រូវហើយការចិញ្ចឹមជីវិតត្រូវនេះមានធម៌តើការចិញ្ចឹមជីវិតត្រូវដោយព្រះពុទ្ធអាវាទដោយម្ដេចបដិបត្តិតាមទៅនឹងជាអ្នកដែលសម្បូរនៅទ្រព្យសម្បត្តិហើយទ្រព្យសម្បត្តិទាំងនោះទៀតសោតខុសអំពីទ្រព្យសម្បត្តិនៃបុគ្គលទូទៅបុគ្គលទូទៅទ្រព្យបានមកអំពីប្រៀបធៀបទៅនឹងទឹកទៅចោះបុគ្គលទូទៅដងទឹកចេញអំពីបឹងមួយឬក៏ទន្លេមួយដែលកំពុងតែត្រូវត្រីឬក៏សត្វក្នុងទឹកហ្នឹងហែលខំគ្នាធ្វើឲ្យទឹកនោះល្អក់កកនោះបើធៀបនឹងមនុស្សបានន័យថាមនុស្សដែលពុំមាននៅធម៌រមែងរកវិធីគ្រប់បែបយ៉ាងទាំងមើលឃើញទាំងមើលមិនឃើញប៉ុន្តែអ្នកមានបញ្ញាអាចយល់ដល់ដើម្បីបានទ្រព្យសម្បត្តិអញ្ចឹងឃើញទិដ្ឋភាពនឹងគឺល្អក់កកដូចដែលទឹកក្នុងទន្លេឬក៏បឹងដែលត្រូវសត្វខំគ្នាដណ្ដើមរកចំណីដែលធ្វើឲ្យទឹកនឹងល្អក់កកហើយលោកអ្នកក៏យកផ្តិលមួយយកទៅដួសទឹកនឹងអញ្ចឹងការដែលលោកអ្នកយកផ្តិលទៅដួសនឹងប្រៀបបីដូចជាលោកអ្នកដែលពុំមានសិលប្រកបរបរសប្តាហ៍ថ្ងៃហ្នឹងគឺបានទ្រព្យសម្បត្តិមកមិនខុសអំពីទឹកហ្នឹងទេគឺទឹកហ្នឹងល្អក់អញ្ចឹងគឺមានសផងមានខ្មៅផងហើយខ្មៅនោះវាច្រើនវាមិនអាចធ្វើឲ្យលោកអ្នកពិសាបរិភោគទឹកហ្នឹងទៅបានដោយត្រជាក់ខ្លួនសុខភាពល្អនោះទេសម្រាប់អ្នកដែលមានសិលគឺទ្រព្យដែលរកបានមកគឺប្រៀបដូចជាទឹកដងទឹកដែលត្រជាក់ទឹកដែលថ្លាឆ្វង់ពីទន្លេឬក៏ពីបឹងបួឬក៏ទឹកជ្រោះឬក៏ទឹកអម្រឹតដតីផ្សេងយ៉ាងអញ្ចឹងដែរដល់ពិសាទឹកដែលថ្លាដែលសុទ្ធនឹងទៅមានអារម្មណ៍ស្រស់ថ្លាធ្វើឲ្យសុខក៏ដូចជាការងារបើលោកអ្នកធ្វើដោយមធ្យោបាយសុចរិតប្រកបដោយសម្មាទិដ្ឋិការយល់ឃើញត្រូវរមែងសុខដោយសារទ្រព្យនឹងមួយចំណែកធំ
ខុសអំពីហ្នឹងគឺលោកអ្នកមានទុកទោសដោយសារទ្របហ្នឹងធ្វើឲ្យលោកអ្នកកាន់តែហត់នឿយទៅលំបាកទៅមិនថាអ្នកក្រទេអ្នកមានលុយរាប់ម៉ឺនរាប់សែនដល់រាប់កោតរាប់រយកោតមហាសេដ្ឋីយ៉ាងណាក៏ដោយក៏នៅតែមានការលំបាកដោយសារតែទ្របដែរដោយសារតែការបានមកមិនដោយធម៌ហើយអញ្ចឹងក៏ដូចជាបានកាន់ដៃហ្នឹងក្តោបភ្លើងអញ្ចឹងដែរគឺធ្វើឲ្យក្តៅរុលរាលគ្រប់ពេលវេលាទាំងអស់ព្រោះតែទ្របដែលខុសมันបានន័យថាទ្របហ្នឹងគឺជាភ្លើងនោះទេគឺវាអាស្រ័យទៅលើអ្នកប្រកបអ្នករកតើរកបានដោយកិរិយាញ៉ាំងឲ្យភ្លើងកើតឡើងឬក៏កិរិយាញ៉ាំងឲ្យភាពត្រជាក់កើតឡើងដូច្នេះលោកអ្នកនឹងត្រូវពិចារណាតាមរយៈមេរៀននៃកម្មវិធីសុភមង្គលគ្រួសារដែលបង្កើតដោយសាលារៀនសុខៈក្នុងប្រធានបទអ្នកធ្វើការងារល្អពិតនេះឲ្យបានញឹកញាប់ស្ដាប់ម្ដងហើយសូមអធិស្ឋានស្ដាប់បន្តទៀតទោះបីជាខ្ញុំបាទចាក់នៅមេរៀនដែលបានផ្សាយជាធម្មតាមេរៀនដែលខ្ញុំបាទផ្សាយមួយដងចាក់2ដងឬក៏3ដងឯណោះក្នុងចេតនាសូមឲ្យលោកអ្នកពិចារណាបានច្រើនស្ដាប់ដដែលហ្នឹងឲ្យបានច្រើនលោកអ្នកនឹងបានកើននៅបញ្ញានៅក្នុងជីវិតមនុស្សលោកពុំមានទ្រព្យអ្វីប្រសើរដល់ទ្រព្យនៃបញ្ញានោះទេបញ្ញាប្រែថាយល់ត្រូវបញ្ញាប្រែថាត្រេះរិះត្រូវពុំមានទ្រព្យអ្វីប្រសើរដល់ការយល់ឃើញត្រូវនិងការត្រេះរិះគិតពិចារណាត្រូវនោះទេឲ្យតែមាននៅបញ្ញារមែងញ៉ាំងទ្រព្យដតីទាំងឡាយបានកើតដោយត្រជាក់ត្រជុំដូច្នេះសូមមាននៅបញ្ញាហើយបញ្ញាត្រូវមិនមែនយល់ដឹងអំពីអ្វីដែលក្រៅអំពីបញ្ញាត្រូវនោះទេក៏មានមនុស្សវង្វេងមិនតិចដែរដែលលោកធ្វើជាអ្នកប្រាជ្ញឬក៏ធ្វើជាមនុស្សចេះដឹងជ្រៅជ្រះតែមិនបានចេះដឹងអំពីបញ្ញានៃតួខ្លួននៃបញ្ចខណ្ឌនៃបុគ្គលខ្លួនឯងនេះរមែងល្ងងរមែងទទេរមែងឥតខ្លឹមសារមនុស្សមានជីវិតមករមែងភ្ជាប់មកជាមួយនឹងពាក្យថាការងារហើយស្រេចកើតមករមែងមានការងារចុះតើការងារមានន័យដូចម្ដេចការងារមិនមែនគ្រាន់តែមានន័យសំដៅថាធ្វើការដើម្បីប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេលោកអ្នកមួយចំនួនដោយសារតែយល់អំពីពាក្យថាការងារនេះមិនត្រូវមិនច្បាស់លាស់ក៏មានការខុសឆ្គងហើយខាតបង់ឬក៏កើតសេចក្តីអន្តរាយច្រើនដែរដោយសារតែមិនយល់អំពីពាក្យការងារពាក្យថាមិនយល់ដោយដែលខ្ញុំបាទប្រើពាក្យជំរាបខាងដើមបន្តិចនេះដែរពាក្យថាមិនយល់ផ្ទុយនឹងពាក្យថាបញ្ញាអញ្ចឹងដល់ពេលមិនមានបញ្ញានៅក្នុងអ្វីដែលខ្លួនប្រកបនោះហើយគឺជាមហាគ្រោះថ្នាក់ដល់ខ្លួនក៏ដូចជាបុគ្គលម្នាក់មិនស្គាល់ខ្លួនឯងអញ្ចឹងខ្លួនឯងនឹងរមែងជាសត្រូវនៃខ្លួនឯងហើយតែងតែទៅហួងហែងនឹងអ្នកដទៃដែលសម្លក់សម្លឹងដែលឈ្នានេះពីខាងក្រៅទៅវិញជាសំខាន់តាមពិតសត្រូវដែលសំខាន់គឺក្នុងនឹងខ្លួនឯង
មិនស្គាល់ខ្លួនឯងគឺជាសត្រូវដ៏ធំបំផុតនៃខ្លួនឯងក៏ដូចជាលោកអ្នកកើតមកធ្វើការងារលោកអ្នកជាច្រើនស្លាប់ហើយទៅវិញក៏នៅតែធ្វើការងារនឹងមិនអស់ផងហើយក៏នៅមិនដាច់អាល័យផងដោយសារតែមិនយល់អំពីអ្វីទៅការងារមិនយល់ការងារអញ្ចឹងមានគ្រោះថ្នាក់ខាតបង់ខាតប្រយោជន៍ច្រើនដោយសារតែពាក្យថាមិនយល់ឧទាហរណ៍មួយទៀតលោកអ្នកជាឪពុកជាម្ដាយជាឪពុកម្ដាយមិនយល់អំពីពាក្យថាឪពុកម្ដាយផងដល់អញ្ចឹងទៅធ្វើម្ដេចអាចដើរតួជាឪពុកជាម្ដាយបានដោយល្អកើតរមែងវង្វេងភ្នែកហ្នឹងឃើញអីចេះតែធ្វើតាមហើយឃើញសង្គមគេបញ្ចាំងតាមរយៈទូរទស្សន៍យ៉ាងម៉េចដើម្បីបានប្រយោជន៍គេចង់ប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ប៉ះពាល់ដល់សិលធម៌ប៉ះពាល់ដល់សេចក្តីសុខរបស់អ្នកដទៃយ៉ាងម៉េចក៏គេមិនខ្វល់ដែរគេចាក់ផ្សាយគេបង្ហាញដល់ពេលលោកអ្នកជាឪពុកម្ដាយដែលមិនស្គាល់ម្ដេចទៅហៅថាឪពុកនាំគ្នាកែនកូនហ្នឹងឲ្យនាំគ្នាឈ្ងោកមើលទូរទស្សន៍ដែលសម្ដែងដោយអត់សិលធម៌ឬក៏វីដេអូដែលឥតមានសិលធម៌ទាំងអស់គ្នាទៅហើយបើឃើញកូនញុញីឬក៏ឆ្លក់នឹងទូរទស្សន៍ដែលឥតខ្លឹមក៏ឪពុកម្ដាយមិនចេះទៅទូមានមិនចេះទៅរារាំងកូនទោះបីមានចិត្តថាចង់រារាំងកូនក៏មិនដឹងធ្វើម៉េចនឹងដោយសារលោកមិនជ្រាបអំពីពាក្យថាឪពុកពាក្យថាម្ដាយនឹងយ៉ាងម៉េចតែអញ្ចឹងហើយគ្រោះថ្នាក់កើតចេញមកពីការមិនដឹងនឹងឯងលោកអ្នកមួយទៀតជាចវាយនាយជាបុគ្គលិកពាក្យថាមិនដឹងថាចវាយនឹងជាណាបើចវាយទូទៅគឺខ្ញុំជឿជាក់ថាពួកគាត់ពិតជាជ្រាបច្បាស់ថាតើចវាយយ៉ាងម៉េចធ្វើម៉េចឲ្យតែអាត្មាអញបានចំណេញច្រើននឹងជាការគិតដ៏ធំមួយរបស់ចវាយទាំងឡាយតែมันបានយល់ឲ្យត្រូវពាក្យថាឲ្យត្រូវហ្នឹងគឺដើម្បីកុំឲ្យវាផ្អៀងកុំឲ្យមានការប្រព្រឹត្តមួយដើម្បីតែប្រយោជន៍ខ្លួនតែវាប៉ះពាល់ដល់អ្នកដទៃការធ្វើការងាររមែងដើម្បីបានប្រយោជន៍ដ៏ពិតហើយប៉ុន្តែមានប្រយោជន៍ដែលខុសហើយនិងប្រយោជន៍ដែលត្រូវប្រយោជន៍ដែលខុសគឺជាប្រយោជន៍ដែលបានសម្រាប់តែខ្លួនឯងតែធ្វើឲ្យអ្នកដទៃអន្តរាយបានសម្រាប់តែបពពួកក្រុមរបស់ខ្លួនតែទៅប៉ះពាល់ដល់សេចក្តីសុខសេចក្តីចម្រើនសន្តិភាពរបស់អ្នកដទៃនឹងហៅថាប្រយោជន៍ខុសប្រយោជន៍ខុសមួយទៀតគឺបានត្រឹមតែបច្ចុប្បន្នជាតិបានសម្រាប់តែគ្រាន់តែមករស់ហ៊ឺហាសប្បាយភ្លើតភ្លើនសុខក្នុងកាមនៅក្នុងបច្ចុប្បន្នតែប៉ុណ្ណោះប៉ុន្តែมันបានញ៉ាំងឲ្យប្រយោជន៍ជាតិខាងមុខបានប្រសើរនឹងក៏ហៅថាប្រយោជន៍ខុសដែរដោយសារតែពាក្យថាមិនដឹងជាគ្រោះថ្នាក់មិនដឹងខ្លួនជាឪពុកមិនដឹងខ្លួនជាម្ដាយមិនដឹងខ្លួនជាកូនអញ្ចឹងក៏វិនិច្ឆ័យដោយសារពាក្យមិនដឹងនឹងតែម្ដងកើតមករមែងភ្ជាប់ជាមួយនឹងពាក្យថាការងារហើយស្រេចពាក្យថាការងារមិនមែនសំដៅត្រឹមតែប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេពាក្យថាការងារសំដៅទៅដល់ការធ្វើអំពើការសម្ដែងកិរិយាដែលលោកអ្នកមានឬក៏ហៅថាដំណើរនៃការមានជីវិតខ្ញុំបាទសូមបន្តត្រង់នេះបន្តិចទៀតលោកអ្នកមួយចំនួនមិនបានជ្រាបពីពាក្យថាការងារហ្នឹងមានន័យថាជាកិរិយាមានន័យថាជាអំពើមានន័យថាជាការប្រកបរបរចិញ្ចឹមជីវិតមិន
ជ្រាបឲ្យបានគ្រប់ដូច្នេះជាឧទាហរណ៍លោកអ្នកមួយចំនួនគិតថាឧបមាដល់អ្នកលក់ដូរគាត់ជាអ្នកលក់ដូរដូច្នេះហើយគាត់ក៏មានការយល់មួយថាអ្វីដែលគាត់ត្រូវធ្វើក្នុងការងាររបស់គាត់គឺដាក់តាំងទំនិញឬក៏ម្ហូបអាហារឬក៏សេវាកម្មផ្សេងដែលគាត់ដែលតាមប្រភេទនៃអាជីវកម្មរបស់គាត់ដាក់តាំងលក់ភ្ញៀវឬអតិថិជនអញ្ជើញមកក៏យកទ្រព្យធនយកមកដូរយកលុយយកមកទិញហើយគាត់ក៏យកទំនិញនោះជូនទៅអតិថិជនជាការស្រេចហ្នឹងគឺជាការយល់មិនគ្រប់ហើយដល់ពេលអតិថិជនមិននៅគាត់នាំគ្នាលេងល្បែងឬក៏គាត់គិតទៅពីឈ្ងក់មើលទូរទស្សន៍ឬក៏ចុចលេងហ្គេមឬក៏អង្គុយកងពាក់ខ្លាលើកជើងដាក់លើតុទំនិញរបស់ខ្លួនភ្ញៀវធ្វើដំណើរតាមផ្លូវគេឃើញកិរិយាហ្នឹងមិនទំនងគេមិនសាទរពាក្យថាការងារមិនមែនសំដៅត្រឹមតែការប្រកបទេគឺកិរិយាដែលលោកអ្នកសម្ដែងនោះគឺជាការងារហើយតែលោកអ្នកសម្ដែងភាពឆ្គមឆ្គងបន្តិចបន្តួចសម្ដែងតាមរយៈការស្លៀកពាក់ហ្នឹងមិនសមរម្យក៏ក្រិចពេកមិនសមជាអ្នកប្រកបរបរដែលគួរឲ្យអ្នកដទៃសរសើរឬមករកគឺធ្វើឲ្យខាតបង់លោកអ្នកត្រូវរៀបចំខ្លួនអញ្ចឹងការរៀបចំខ្លួនហ្នឹងក៏ជាការងារដែរវាជាគ្រឿងផ្សំវាជានិយាយអំពីនិយមន័យនៃពាក្យថាការងារការតុបតែងខ្លួនហ្នឹងកុំឲ្យជ្រុលកុំឲ្យទៅជាមនុស្សជ្រុលនឹងការតុបតែងវិញត្រូវកុំឲ្យជ្រុលហើយក៏កុំឲ្យខ្វះដែរត្រូវឲ្យស័ក្តិសមឲ្យស្អាតបាតឲ្យមានរបៀបមិនថាតុបតែងខ្លួនប្រាណទេកន្លែងធ្វើការងារកន្លែងលក់ដូរហ្នឹងគឺត្រូវតែបោសសម្អាតមិនឲ្យមានធូលីមិនឲ្យមានដីសម្រាមមិនឲ្យមានការប្រឡាក់ប្រឡោសកិច្ចការទាំងអស់ហ្នឹងហើយគឺជាការងារបើលោកអ្នកល្ងងគ្រាន់តែដាក់តាំងទំនិញទៅហើយចង់ជុំវិញហ្នឹងមានភក់ច្រាំក៏មានទៅមិនខ្វល់ទេប៉ះពាល់ដល់ការរីកចម្រើនជាប្រកបហើយបើទោះបីជាមានអ្នកមកជាវមកទិញក៏សុទ្ធតែមកទិញមិនបានយូរអង្វែងទេហើយក៏សុទ្ធតែអ្នកអន់ដែរមិនមានអ្នកប្រសើរណាមកគាំទ្រនៅលោកអ្នកដែលស្មោកគ្រោកនោះទេហើយមិនមែនតែសម្អាតរៀបចំតែសម្លៀកបំពាក់ទេសំខាន់ទៅទៀតនោះគឺពាក្យសម្ដីត្រូវតែមានពាក្យសម្ដីនឹងពីរោះរៀបសារទុនភ្លុនគោរពជាដើមកាយវិការនឹងគោរពចំពោះភ្ញៀវទាំងអស់ហ្នឹងសុទ្ធតែជាការងារដែរមនុស្សកើតមករមែងមានចលនាហ្នឹងចលនាហ្នឹងហើយគឺជាការងាររបស់មនុស្សការមានជីវិតដំណើរនៃការមានជីវិតហ្នឹងគឺជាការងារសូមពិចារណាទៅដល់ព្រះពុទ្ធឱវាទ4យ៉ាងគឺកម្រ4កម្របាននឹងកើតជាមនុស្សនេះមួយកម្របានកើតជាមនុស្សមានកំណើតមកគឺភ្ជាប់មកជាមួយនឹងការងារហើយស្រេចការកម្រើកការដកដង្ហើមការចេះស្រែកការចេះធ្វើចលនាទាំងអស់ហ្នឹងគឺតាក់ទងគ្នាទាំងអស់ហើយសុទ្ធតែហៅថាការងារមិនមែនសំដៅត្រឹមតែការចិញ្ចឹមជីវិតបានរកទ្រព្យសម្បត្តិមកចិញ្ចឹមជីវិតនោះទេលោកអ្នកត្រូវតែមាននៅសតិគ្រប់គ្រងនៅចលនាការប្រព្រឹត្តការសម្ដែងការកម្រើកទាំងអស់ហ្នឹងសុទ្ធតែជាការងារដែរលោកអ្នកជាឪពុក
ត្រូវប្រយ័ត្នប្រយែងការងាររបស់ខ្លួនចំពោះកូនព្រោះតែលោកអ្នកប្រហែសបន្តិចគឺកូននឹងប្រហែសតាមថតចម្លងរៀនតាមបណ្ដោយហើយមនុស្សកាលណាមិនទាន់មានបញ្ញាថតចម្លងអ្វីមួយដែលអាក្រក់ហើយរមែងរីករាលដាលយ៉ាងលឿនបំផុតរមែងរីកចម្រើនមានន័យថាកើតនៅអ្វីដែលអាក្រក់ខុសឆ្គងនោះដល់ច្រើនដល់លឿនទៀតផងតែអត់មាននៅបញ្ញាទប់ទេគឺវឹកវរហើយកម្រនឹងបានកើតជាមនុស្សហើយក៏កម្រនឹងបានរក្សានៅអត្ថភាពជាមនុស្សនេះបានដែរលោកអ្នកត្រូវជ្រាបឲ្យបានច្បាស់ព្រោះមិនជ្រាបចំណុចនេះគ្រាន់តែពិនិត្យមើលទៅនឹងមនុស្សសពថ្ងៃបិទភ្នែកបើកភ្នែកសម្រាកក្រៅកំពីសម្រាកសម្រានធ្វើការពេញមួយថ្ងៃពេញមួយជីវិតតែមិនដឹងដើម្បីអ្វីថាដើម្បីកូនក៏ហាក់ដូចជាមិនមែនដើម្បីប្តីក៏មិនមែនលោកអ្នកនឹងពិចារណាហើយនឹងជ្រាបថាហេតុអីបានជាមិនដើម្បីនរណាគេសោះអញ្ចឹងហេតុអ្វីបានជាកម្រនឹងបានកើតជាមនុស្សហេតុអ្វីបានជាកម្រនឹងមានមនុស្សដែលអាចរក្សានៅអត្ថភាពឬក៏គតិជាមនុស្សនឹងបានព្រះសម្មាសម្ពុទ្ធសម្ដែងថាមនុស្សត្រូវមានធម៌5ទើបបានសម្គាល់ថាជាមនុស្សពេញលេញពិតប្រាកដធម៌5នោះទី1គឺមេត្តាធម៌ត្រូវមានចិត្តមេត្តាចិត្តនឹងអាណិតស្រឡាញ់អ្នកដទៃពាក្យថាមេត្តាធម៌ក្នុងព្រះពុទ្ធអាវាទមិនមែនគ្រាន់តែមានចិត្តនឹងស្រឡាញ់រាប់អានកូនចៅសាច់ញាតិខ្លួនឯងហៅថាមេត្តានោះទេបើឲ្យច្បាស់ជាងនឹងនោះគឺជាការអាណិតស្រឡាញ់ជាសកលអាណិតស្រឡាញ់ជាទូទៅមិនចំពោះតែបុគ្គលនេះបុគ្គលនោះទេមនុស្សដែលហៅថាជាមនុស្សគឺមាននៅធម្មជាតិល្អគឺការស្រឡាញ់ការអាណិតអាសូរនេះចំពោះគ្រប់មនុស្សសពសត្វទាំងអស់គ្រប់មនុស្សសពសត្វពីព្រោះគ្រប់មនុស្សសពសត្វហ្នឹងសុទ្ធតែជាញាតិរបស់ខ្លួនមិនមែនតែក្នុងគ្រួសារមានកូនម្នាក់ពីរនាក់ឬក៏ជាក្មួយឬក៏ជាពូមាមីងជាបងជាប្អូនតែប៉ុណ្ណឹងមិនមែនទេព្រះសម្មាសម្ពុទ្ធសម្ដែងថាគ្រប់សពសត្វសុទ្ធតែធ្លាប់ជាញាតិរបស់លោកអ្នកដូច្នេះហើយត្រូវមេត្តាបើលោកអ្នកយកកំបិតឬក៏យកគ្រឿងគ្រោះថ្នាក់ណាមួយមកធ្វើឲ្យគ្រោះថ្នាក់ដល់សារពាង្គកាយនៃរាងកាយរបស់លោកអ្នកតើលោកអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចការឈឺចាប់យ៉ាងដូចម្ដេចក៏មិនខុសពីលោកអ្នកដែលមិនមាននៅមេត្តាហើយទៅបៀតបៀនអ្នកដទៃហើយគិតត្រឹមតែញាតិ2 3នាក់របស់ខ្លួននោះចុះការឈឺចាប់ការទទួលនៅអារម្មណ៍មិនជាទីសោមនស្សរបស់អ្នកដទៃនោះវាយ៉ាងម៉េចទៅវិញត្រូវមានមេត្តាចិត្តហ្នឹងហើយនៅក្នុងការរស់នៅបើលោកអ្នកនិងបងប្អូនដែលរៀននៅក្នុងផ្លូវលោកខ្ញុំបានផ្សារភ្ជាប់ទៅថាអ្នកដែលមានមេត្តារមែងសម្បូរអ្នកដែលស្រឡាញ់គោរពសរសើរហើយអ្នកមានមេត្តានឹងទៀតច្រើនតែជាអ្នកដែលកើតមកមានភាពជាមេរបស់អ្នកដទៃកើតមកមានភាពជាមេគេតែម្ដងជាមេដឹកនាំគ្រប់រូបមិនអាចខ្វះនៅមេត្តាធម៌បានទេលោកអ្នកដែលមានមេត្តាធម៌រមែងមានបរិវារដ៏ច្រើនមានអ្នកស្រឡាញ់អ្នកសរសើរស្ញប់ស្ញែងរស់នៅហេតុតែខ្សត់នៅអ្នកដែល
ស្មោះត្រង់ឬក៏ហែហមដោយសារតែអត់មានមេត្តាចំពោះសពសត្វឬក៏មានមេត្តាចំពោះតែមនុស្សក្នុងក្រុមរបស់ខ្លួនតែបែរទៅបៀតបៀនក្រុមដទៃក៏អ្នកខាងក្នុងហ្នឹងគេមិនសាទរដែរតែដោយសារសុទ្ធតែដើម្បីប្រយោជន៍ដូចគ្នាក៏ចេះតែហីអើជាមួយគ្នាទៅតែក្នុងសភាវៈពិតគឺមិនគ្រប់គ្រងគឺមិនសរសើរដល់លោកអ្នកដែលបៀតបៀននៅសត្វឬក៏មនុស្សដទៃទេធម៌ទី2របស់មនុស្សគឺការចិញ្ចឹមជីវិតត្រូវដែលកំណត់ថាជាមេរៀនសំខាន់មួយនៅក្នុងប្រធានបទនេះហើយក៏ខ្ញុំបាទសូមទុកពេលបកស្រាយនៅខ្លឹមសារនេះជាលម្អិតនៅរៀងរាល់ចុងសប្តាហ៍ទៅវិញលោកអ្នកត្រូវតែមានការចិញ្ចឹមជីវិតត្រូវការចិញ្ចឹមជីវិតត្រូវប្រកបទៅដោយធម៌3ទី1ត្រូវតែជាអ្នកមានសិលត្រូវតែជាបុគ្គលរក្សាសិល5ឬក៏សិល8ហេតុម្ដេចបានចាំបាច់ត្រូវរក្សាសិលខ្ញុំបាទលើកយកពាក្យខ្លីពី3យកមកជម្រាបលោកអ្នកសិនអ្នករក្សាសិលជាបុគ្គលដែលស្អាតដោយកាយស្អាតដោយវាចានិងស្អាតដោយចិត្តភាពស្អាតបាតទាំងនេះជាហេតុញ៉ាំងឲ្យបុគ្គលនោះមិនមានចេតនាទៅបៀតបៀនទៅព្យាបាទអ្នកដទៃហើយពិសេសនោះខ្លួនឯងមិនទៅឆ្លក់វង្វេងទៅក្នុងគ្រឿងមានទោសដូចជាកាមគុណជាដើមនោះទេចំណុចមួយទៀតដែលខ្ញុំបាទសូមលើកនោះគឺហេតុអ្វីបានមានសិលព្រោះអ្នកមានសិលរមែងមាននៅបញ្ញារបស់ព្រះពុទ្ធមាននៅធម៌របស់ព្រះពុទ្ធដែលទូមានហើយអ្នកដែលមានធម៌តែម្យ៉ាងគត់ទើបបានអាចវាចាកនៅទុក្ខទោសទាំងឡាយដូចជាការបៀតបៀនការមានចិត្តបន្ទុះសារាយព្យាបាទអ្នកដទៃហើយនឹងខ្លួនឯងនឹងរស់ដោយការងប់ងល់ខុសវង្វេងខុសនៅក្នុងអបាយមុខទាំងឡាយជាដើមដោយសារតែរក្សាសិលគឺត្រូវមាននៅបញ្ញានោះក៏អាចជម្រាបលោកអ្នកបានដែរថាហេតុម្ដេចបានជាមនុស្សមួយចំនួនកាន់ពុទ្ធសាសនាហើយនៅតែមិនសម្បូរទ្រព្យមិនរស់នៅសុខមានរឿងរ៉ាវក្នុងគ្រួសារមិនចេះចប់បើជាឪពុកម្ដាយមិនចេះគ្រប់គ្រងកូនឬក៏ចៅនឹងដោយសារលោកពុំមាននៅបញ្ញាគ្រប់គ្រាន់លោកពុំមានបញ្ញាច្បាស់លាស់ដែលព្រះសម្មាសម្ពុទ្ធទូមានលោកគ្រាន់តែចេះល្មមហើយក៏ចេះតែអើពើទៅនឹងការប្រព្រឹត្តរបស់កូនចៅលោកអ្នកខ្លះក៏មានប្រសាសន៍ថាខ្ញុំបានទៅណែនាំកូនចៅដែរតែវាមិនស្ដាប់មកអំពីលោកអ្នកខ្វះបញ្ញាមិនមានបញ្ញាជ្រៅជ្រះគ្រប់គ្រាន់ដែលញ៉ាំងឲ្យមានការអត់ធ្មត់មានប្រសាសន៍ណែនាំកូនមានប្រសាសន៍ណែនាំចៅលើកទី1ហើយលើកទី2លើកទី3រហូតដល់កូនចៅនឹងកែដល់ពេលអត់បញ្ញាក៏អត់មានការអត់ធ្មត់ក៏ប្រើមធ្យោបាយទៅទូមានដោយកំរោលដោយសេចក្តីក្រោធខឹងជាហេតុធ្វើឲ្យកូនចៅមិនស្ដាប់ពិសេសនោះគឺលោកអ្នកពុំមែនជាគំរូល្អរបស់កូនចៅជួនកាលទៅណែនាំប៉ុន្តែលោកអ្នកមានប្រសាសន៍មិនព្រោះមានប្រសាសន៍មិនទន់ភ្លន់ជាភាសាណែនាំបែបជេរបញ្ចោលទោះបីជាលោកអ្នកជាឪពុកជាម្ដាយក៏ដោយក៏ត្រូវទន់ភ្លន់ព្រះសម្មាសម្ពុទ្ធទូមានឲ្យមានសង្ឃហវត្ថុ4នៅក្នុងនោះគឺពោលនៅវិចារដែលពិរោះមិនថាក្នុងកលតិស័កបែបណាក៏ដោយជាវិចារដែលមានន័យជាវិចារដែលទន់ភ្លន់ជាវិចារដែលពោលឡើងឲ្យអ្នកស្ដាប់យល់ដល់ចិត្តរបស់អ្នកពោលនឹងថាល្អថាមានមេត្តា
nắng từ bàn con cháu tuân chặt tuân thám đáp lục nè chia nè prin bật đại hàiอย่างហោចណាស់គឺសង្ខេបដោយពាក្យពីរថាអ្នកមានសិលរមែងជាអ្នកស្អាតហ្នឹងគឺជាគំរូដល់កូនដល់ចៅដល់ញាតិដទៃធ្វើឲ្យគេកោតសរសើរគោរពទី2រមែងជាអ្នកមានបញ្ញាអ្នកដែលសមាទានសិលរមែងបប្រតិបត្តិនៅធម៌ទាំងឡាយ5ដែលព្រះសម្មាសម្ពុទ្ធទូន្មានហើយមិនជឿមង្គលភ្ញាក់ផ្អើលមិនជឿលើទំនៀមទម្លាប់ខុសមិនថាទំនៀមទម្លាប់របស់ជាតិសាសន៍ខ្លួនក្តីជាតិសាសន៍ដតីក្តីឲ្យតែមិនស្របតាមហេតុផលកម្មផលមិនទៅទុនទូមិនជឿមិនប្តីផ្ដួលមិនស្របតាមទេហើយក៏មិនទៅធ្វើជាសត្រូវនឹងគេដែរធម៌ទី2របស់មនុស្សគឺសម្មាអាជីវៈគឺការចិញ្ចឹមជីវិតត្រូវការចិញ្ចឹមជីវិតត្រូវមានធម៌ធំ3ទី1ជាអ្នកមានសិលទី2ត្រូវជាអ្នកវាចានៅការងារមានទោសទាំងឡាយ5យ៉ាងមានដូចជាការប្រកបរបរចិញ្ចឹមជីវិតដោយលក់គ្រឿងស្រវឹងឬក៏ជួញដូរជីវិតសត្វមនុស្សថ្នាំពឹសថ្នាំពុលជាដើមឬក៏គ្រឿងមានគ្រោះថ្នាក់គ្រឿងអាវុធទាំងឡាយជាដើមសូម្បីតែកំបិតពូថៅក្តីក៏ជាហេតុមានគ្រោះដែរដូច្នេះត្រូវវាចាកនៅវត្ថុដែលមានទោសទាំងអស់ហ្នឹងឬក៏ជំនួញមានទោសទាំងអស់ហ្នឹងកន្លងមកក៏លោកអ្នកបានពិចារណានៅធម៌5ផ្សេងទៀតដែលព្រះសម្មាសម្ពុទ្ធទូន្មានដែលហៅថាជាមច្ឆាជីវៈគឺជាការចិញ្ចឹមជីវិតខុស5យ៉ាងផ្សេងទៀតធម៌ទី3របស់មនុស្សគឺសណ្ដោសដូចជាសណ្ដោក្នុងកាមជាដើមសណ្ដោក្នុងប្តីសណ្ដោក្នុងប្រពន្ធមានន័យថាបើបុរសស្ត្រីមានគ្រួសារហើយសូមឲ្យស្មោះស្ម័គ្រស្មោះត្រង់នឹងគ្នាកុំឲ្យមានចិត្តវិវេផិតក្បត់ទៅមានអ្នកដតីខាងក្រៅពាក្យសណ្ដោទៀតក៏សំដៅទៅដល់ទ្រព្យធនត្រូវចេះទទួលយកទ្រព្យសម្បត្តិដែលខ្លួនមានទាំងរូបកាយនឹងមិនស្អាតមិនល្អក៏ដោយត្រូវចេះទទួលហើយប្រើប្រាស់ឲ្យទៅជាប្រយោជន៍កុំគិតតែពីធ្ងួចធ្ងរតូចចិត្តទៅនឹងភាពក្រីក្រឬក៏រូបកាយមិនបានឬក៏របស់ប្រើប្រាស់របស់ខ្លួននឹងមិនទំនើបដល់គេនោះមិនមែនជាធម៌សណ្ដោសទេត្រូវតែទទួលយកទ្រព្យដែលមានដែលព្រះពុទ្ធហៅថាទ្រព្យតាមមានតាមបានត្រូវតែប្រើប្រាស់ទ្រព្យតាមមានតាមបាននឹងឲ្យត្រូវនឹងញ៉ាំងឲ្យទ្រព្យថ្មីទាំងឡាយកើតមានដ៏ច្រើនឲ្យតែលោកអ្នកមាននៅសណ្ដោសធម៌ចំពោះទ្រព្យដែលមានហើយក៏ត្រូវចេះសណ្ដោសដែលក្នុងន័យថាសណ្ដោសប្រែថាប្រណីឬក៏អត់ធន់ចំពោះអ្នកដទៃដែលគេពោលពាក្យមកធ្ងន់ខ្លះឬក៏មានបំណងវិវេខ្លះក៏ត្រូវតែចេះអត់ធន់មាននៅអធ្យាស្រ័យមាននៅខន្តីជាដើមនឹងពាក្យថាសណ្ដោសជាធម៌របស់មនុស្សធម៌ទី4របស់មនុស្សគឺសច្ចៈពោលតែពាក្យពិតពោលតែពាក្យមានប្រយោជន៍ពោលតែពាក្យដោយចិត្តល្អពោលតែពាក្យដែលទន់ភ្លន់ពីរោះឯធម៌ទី5របស់មនុស្សគឺសតិគឺមានស្មារតីរលឹកដឹងខុសដឹងត្រូវរលឹកដឹងមេគេគឺដឹងគុណឪពុកម្ដាយដឹងទូនាទីកិច្ចការរបស់ខ្លួនក្នុងសិក្ខាបទដឹងក្នុងវ័យដឹងក្នុងបុគ្គលជារួមនោះគឺព្រះសម្មាសម្ពុទ្ធទូន្មាននៅការដឹង7យ៉ាងដឹងបុគ្គលជាដើមស្គាល់បុគ្គលនេះជាបុគ្គលមានទោសជាសប្បុរសឬជាបណ្ឌិតឬក៏ជាបុគ្គលពីលឬក៏និស័យមនុស្សបែបនេះអញ្ចេះអញ្ចោះត្រូវតែយល់បើមិនអញ្ចឹងគ្រោះដោយតែខ្ញុំបាទជម្រាបខាងដើមថាខុសធ្ងន់ឬគ្រោះធ្ងន់វាចេញមកអំពី
ភាពល្ងងការមិនដឹងការដឹងមិនច្បាស់ការអត់បញ្ញាការអបប្រាជ្ញាត្រូវតែដឹងហើយដឹងលោកអ្នកខំរៀនតាមបទពិសោធន៍ខ្ញុំផ្ទាល់នេះខំរៀនផ្លូវលោកសញ្ញាបត្រដល់ទៅ5សញ្ញាបត្រសុទ្ធតែធំដល់មកធៀបទៅនឹងព្រះពុទ្ធឱវាទដោយកូនក្មេងទៅនឹងមនុស្សចាស់ទៅវិញដែលมันអាចយកជាសាច់ការសម្រាប់ជីវិតឲ្យពិតប្រាកដបានទេក៏មកត្រូវតែប្រឹងប្រែងរៀនសូត្រនៅក្នុងធម៌ទៅវិញធម៌มันចាំបាច់រៀនដល់ទៅ10 20ឆ្នាំរៀនតែ1ឆ្នាំឃើញនៅពន្លឺឃើញនៅសច្ចៈដែលធ្វើឲ្យខ្លួនឯងនឹងសុខធ្វើឲ្យខ្លួនឯងនឹងចម្រើនបាទដោយសារពេលវេលាបានមកដល់ខ្ញុំបាទលោកគ្រូស៊ីនវិតសូមផ្អាកមេរៀនប៉ុណ្ណេះសិននិងបន្តជម្រាបជូនយោបល់ដល់លោកអ្នកនិងបងប្អូនអំពីភាពជាអ្នកធ្វើការងារល្អដោយមិនមានទោសមិនបៀតបៀនមិនព្យាបាទហើយខ្លួនឯងមិនត្រាំត្រែងនៅក្នុងទោសទាំងឡាយយ៉ាងដូចម្ដេចតាមព្រះពុទ្ធឱវាទជាបន្តជារៀងរាល់ចុងសប្តាហ៍បើខ្ញុំបាទចាក់ផ្សាយឡើងវិញសូមសំណូមពរលោកអ្នកនៅតែបន្តស្ដាប់ដដែលនឹងឲ្យបានច្រើនលើកច្រើនសារទើបបានមេរៀនជាបន្តទៅទៀតលោកអ្នកអាចទទួលបានដោយប្រយោជន៍ដ៏ច្រើនបើមេរៀនចាស់ឬក៏បើទ្របចាស់មិនអាចរក្សាបានហើយទ្របថ្មីក៏មិនចូលដែរកន្លងមកខ្ញុំបាទបានប្រើគោលការណ៍មួយក៏ចេញតាមព្រះពុទ្ធឱវាទដែរដើម្បីធ្វើឲ្យខ្លួនឯងរីកចម្រើនគឺរក្សាទ្របចាស់បង្កើនទ្របថ្មីនោះអ្វីដែលបានទទួលហើយសូមរក្សាឲ្យបានទើបបានទ្របថ្មីចូលខ្ញុំបាទលោកគ្រូស៊ីនវិតសូមអរគុណសូមគោរពលា